ព្រះបាទជ័យវរ្ម័នទី7គឺជាព្រះមហាក្សត្រដ៏អច្ឆរិយៈមួយព្រះអង្គនៃចក្រភពអង្គររជ្ជកាលរបស់ព្រះអង្គនាចុងសតវត្សទី12ត្រូវបានចាត់ទុកថាជាយុគសម័យមាសសម្រាប់អាណាចក្រខ្មែរក្នុងរាជបិតារបស់ព្រះអង្គព្រះបាទជ័យវរ្ម័នទី7ត្រូវបានបញ្ជាឲ្យលើកទ័ពទៅធ្វើសឹកសង្គ្រាមនៅខេត្តវិជ័យប្រទេសចំប៉ាក្នុងរយៈកាលដែលទ្រង់គង់នៅខេត្តវិជ័យនេះប្រទេសកម្ពុជាបានជួបនូវសោកនាដកម្មជាច្រើនបន្តបន្ទាប់ក្នុងនោះព្រះបាទធរណេន្ទ្រវរ្ម័នទី2ដែលជាព្រះវរបិតារបស់ព្រះអង្គបានយាងចូលទីវង្គតហើយក្សត្រមួយអង្គព្រះនាមយសោវរ្ម័នទី2ក៏បានឡើងគ្រងរាជ្យជំនួសរជ្ជកាលរបស់ក្សត្រអង្គនេះបានបណ្ដាលឲ្យមានការបះបោរពីសំណាក់ក្រុមមន្ត្រីក្បត់ជាន់ខ្ពស់ដើម្បីដណ្ដើមរាជសម្បត្តិហើយមិនយូរប៉ុន្មានដំណឹងបះបោរនេះក៏បានលេចលឺដល់ព្រះបាទជ័យវរ្ម័នទី7នៅឯខេត្តវិជ័យហើយទ្រង់ក៏បានប្រញាប់ជាងត្រឡប់មកព្រះរាជនគរវិញដើម្បីផ្ដល់ជំនួយដល់ព្រះអង្គតែជាអកុសលទ្រង់បានមកយឺតពេលទៅហើយដោយសារព្រះបាទយសោវរ្ម័នទី2ត្រូវបានមន្ត្រីក្បត់ម្នាក់ធ្វើគុតដណ្ដើមរាជសម្បត្តិដោយតាំងព្រះនាមថាព្រះបាទត្រីភូវនាទិត្យវរ្ម័ននៅឆ្នាំ1165ទោះបីជាព្រះបាទជ័យវរ្ម័នទី7មានសិទ្ធិគ្រងរាជ្យបន្តស្របច្បាប់តែដោយចិត្តព្រមវិហារធម៌ដល់ប្រជានុរាស្ត្រព្រះអង្គក៏បានដកថយដោយស្ងៀមស្ងាត់លុះ12ឆ្នាំក្រោយព្រឹត្តិការណ៍ដ៏សោកសៅមួយទៀតក៏បានកើតឡើងនៅឆ្នាំ1177កងទ័ពចាមបានបើកសពៅសៀតាមឆ្នេរសមុទ្រចូលតាមផ្នែកខាងជើងបឹងទន្លេសាបមកវាយលុករាជធានីអង្គររំពេចនោះចម្បាំងដ៏ធំមួយក៏បានផ្ទុះឡើងកងទ័ពចាមបានដុតបំផ្លាញទីក្រុងអង្គរកាប់សម្លាប់និងឆក់ប្លន់ទ្រព្យសម្បត្តិជាច្រើនពីប្រជាជនរាស្ត្រខ្មែរហើយព្រះបាទត្រីភូវនាទិត្យវរ្ម័នក៏ត្រូវបានគេធ្វើគុតក្នុងសមរភូមិដ៏ខុសខើមួយនេះផងដែរនៅក្នុងកលៈទេសៈលំបាកនេះហើយដែលព្រះបាទជ័យវរ្ម័នទី7ទ្រង់បានចេញមុខដឹកនាំការតស៊ូរបស់ជាតិព្រះអង្គបានដឹកនាំទ័ពប្រយុទ្ធយ៉ាងស្វិតស្វាញអស់រយៈពេលប្រមាណ4ឆ្នាំទើបទីបំផុតព្រះអង្គទទួលបានជ័យជំនះទាំងស្រុងលើទ័ពចាមក្នុងចម្បាំងជើងទឹកមួយនៅលើបឹងទន្លេសាបដែលមានឆ្លាក់នៅលើជញ្ជាំងប្រាសាទបវរនិងប្រាសាទបន្ទាយឆ្មារជាសក្ខីភាពព្រះបាទជ័យវរ្ម័នទី7បានទទួលរាជាភិសេកឡើងសោយរាជ្យនៅឆ្នាំ1181នៅរាជធានីអង្គរទី3នៅឆ្នាំ1190ព្រះរាជាចាមបានលើកទ័ពមកវាយខ្មែរម្ដងទៀតទង្វើមួយនេះបានធ្វើឲ្យព្រះបាទជ័យវរ្ម័នទី7មិនសប្បុរសទេជាខ្លាំងទ្រង់ក៏បានបញ្ជូនកងទ័ពវាយបកទៅវិញរហូតរឹបយកនគរចម្ប៉ាមកដាក់ក្រោមចំណុះអាណាចក្រខ្មែរអស់រយៈពេល17ឆ្នាំព្រះបាទជ័យវរ្ម័នទី7ក៏បានបន្តពង្រីកអំណាចចូលទៅដល់ភូមិភាគខ្លះនៃជ្រោយម៉ាឡាយូនិងពង្រីកការគ្រប់គ្រងដល់ប្រទេសភូមាហើយក្នុងគ្រិស្តសករាជឆ្នាំ1207ព្រះបាទជ័យវរ្ម័នទី7ក៏ចូលសឹកសង្គ្រាមមួយទៀតជាមួយនឹងប្រទេសដៃវៀតក្នុងរជ្ជកាលរបស់ព្រះអង្គប្រទេសកម្ពុជាមានផ្ទៃនគរធំទូលាយ
ខាងកើតទល់នឹងប្រទេសចម្ប៉ាខាងត្បូងទល់នឹងសមុទ្រខាងលិចទល់នឹងភូមាឯខាងជើងទល់នឹងប្រទេសចិនព្រះបាទជ័យវរ្ម័នទី7ដឹកនាំប្រទេសដែលយកប្រយោជន៍ប្រជារាស្ត្រជាធំសិលាចារឹកព្រះអង្គបានសរសេរថាទុករបស់រាស្ត្រគឺជាទុកពិតប្រាកដរបស់ព្រះមហាក្សត្រទ្រង់បានបញ្ជាឲ្យគេកសាងមន្ទីរពេទ្យចំនួន102នៅក្នុងផ្ទៃប្រទេសសម្រាប់ទទួលព្យាបាលអ្នកជំងឺគ្រប់វណ្ណៈព្រមទាំងផ្លូវថ្នល់ស្ពាននិងសាលាសំណាក់ចំនួន121ព្រះអង្គក៏បានបង្កើតសាលារៀននិងសាកលវិទ្យាល័យស្របតាមជំនាញចំណូលចិត្តនិងជំនឿសាសនារបស់ប្រជារាស្ត្រអាណាចក្រខ្មែរមានការរីកចម្រើននៃវប្បធម៌និងស្មារតីដែលត្រូវបានសម្គាល់ដោយការកសាងប្រាសាទជាច្រើនរួមមានប្រាសាទបាយ័នតាព្រំបន្ទាយក្តីព្រះខ័ននាគពន្ធតាណីនិងព្រះកលលក្ខនិងលក្ខទ្រង់ក៏បានរៀបចំកសាងរាជធានីអង្គរដែលចាមបានវាយបំផ្លាញក្នុងឆ្នាំ1177ឲ្យបានរៀបរយល្អឡើងវិញព្រមទាំងកសាងកំផែងថ្មបាយក្រៀមដោយកំពែងនីមួយៗមានប្រវែង3គីឡូម៉ែត្រចំណែកខាងក្រៅកំពែងមានគូទឹកព័ទ្ធជុំវិញប្រវែង100ម៉ែត្រព្រះបាទជ័យវរ្ម័នទី7ក៏ជាព្រះរាជាមួយអង្គដែលកាន់សាសនាព្រះពុទ្ធយ៉ាងខ្ជាប់ខ្ជួនអ្វីត្បិតតែព្រះអង្គគោរពពុទ្ធសាសនាក៏ពិតមែនក៏ប៉ុន្តែព្រះអង្គក៏បានជួយផ្គត់ផ្គង់ថែរក្សាការពារព្រហ្មញ្ញសាសនាឲ្យបានរីកចម្រើនផងដែរព្រះបាទជ័យវរ្ម័នទី7យាងសង់ទីវង្គតនៅប្រហែលឆ្នាំ1219គ្រិស្តសករាជក្នុងព្រះជន្មាយុប្រមាណ94ព្រះវស្សាហើយនាពេលដែលព្រះអង្គសុគតទៅទ្រង់បានទទួលព្រះមរណនាមថាមហាបរមសៅគត